ដែលយើងជាសិស្សក៏ដោយយើងជាអាណាព្យាបាលក៏ដោយនៅពេលដែលយើងអាចជ្រើសរើសគ្រូម្នាក់ដែលអស្ចារ្យគ្រូម្នាក់ដែលខ្លាំងគ្រូម្នាក់ដែលមានបទពិសោធន៍ជំនាញឲ្យខាងបង្រៀនគ្រូម្នាក់ដែលមានឧត្តមគតិជាគ្រូជាកាបេះដូងជាគ្រូដែលចង់ឲ្យឃើញសិស្សចេះយើងពិតជាមនុស្សដែលមានសំណាងបំផុតពីព្រោះបងប្អូនដែលដល់វ័យប៉ុណ្ណឹងបងប្អូនតែងតែធ្លាប់រៀនហើយថ្នាក់ទី1ទី2រហូតដល់ទី12រាល់ឆ្នាំ12ឆ្នាំយើងដូរគ្រូរហូតតើគ្រូដូចគ្នាទេគ្រូអត់ដូចគ្នាទេគ្រូខ្លះស្រឡាញ់យើងគ្រូខ្លះស្រឡាញ់លុយយើងគ្រូខ្លះចង់ឲ្យយើងចេះអត់ស៊ីសណូគេគ្រូខ្លះតតរៀនគួរបានឲ្យបន្ទុកអត់រៀនគួរឲ្យបន្ទុកលោកគ្រូខ្លះគាត់ក្រឹតក្រំមែនគាត់តឹងរឹងមែនប៉ុន្តែលទ្ធផលដែលគាត់ចង់បានគឺចង់ឲ្យសិស្សចេះគាត់អត់មានយកឧត្តមគតិគាត់មកធ្វើជាគ្រូបង្រៀនឲ្យស៊ីតែប្រាក់ខែហើយយកតែលុយរៀនគួរហើយសិស្សមិនចេះគឺគាត់អត់ខ្វល់ទេតែគ្រូគ្រប់ប្រភេទគឺមានទាំងអស់តើយើងអាចរើសគ្រូបានទេពីព្រោះយើងចោះឈ្មោះចូលរៀនយើងអាចមកចង់រៀនមួយគ្រូណាតាមចិត្តទេអានេះគេហៅថាតាមនិវាសនាហេងសូយចាតែខ្ញុំរៀនប៉ះថ្នាក់កប៉ះគ្រូណាគ្រូហ្នឹងឯងប៉ះគ្រូឃើញតែលុយហើយមួយឆ្នាំហ្នឹងគឺមិនបង់លុយឲ្យគ្រូមិនរៀនគួរមួយគ្រូគឺយើងដឹងតែចប់ហើយតែបើយើងប៉ះគ្រូដែលល្អសឹងតែមិនបាច់រៀនគួរឯងយើងរៀនតាមតែផ្នត់គំនិតគាត់អ្វីដែលគាត់រៀបចំយើងច្បាស់លាស់ជាមួយការរៀនហ្នឹងគឺយើងបាននិទេសល្អហើយអញ្ចឹងនៅពេលដែលបងប្អូនអាចស្គាល់ព្រះពន្លាសរតាស្គាល់លោកគ្រូយូស្វេដាវីតមីវាដូចជាយើងបានស្គាល់គ្រូដែលមានគេថាឧត្តមគតិជាគ្រូបង្រៀនដែលពិតប្រាកដចង់ឃើញសិស្សចេះពេលខ្លះលោកគ្រូដែលកាចលោកគ្រូដែលដាក់កំហិតលោកគ្រូដែលតាមយើងស្អិតល្មួតលោកគ្រូដែលឲ្យដាក់ homework ឲ្យយើងដាក់វិញ្ញាសាឲ្យយើងនឹងយើងមើលពេលយើងនៅកូនក្មេងយើងគិតថាអូលោកគ្រូនេះគ្មានយកយល់ទេអូលោកគ្រូនេះគឺបិទសិតទេខ្ញុំធ្វើអីក៏មិនបានដែរខុសគេខុសឯងហើយរៀនអីរៀនបរៀនអីបរៀនខ្ញុំឆ្ងល់ដល់ពេលលទ្ធផលចុងក្រោយនេះយើងមកដល់វ័យប៉ុណ្ណេះយើងមកដល់ចប់ថាបានយើងដឹងថាបើសិនជាយើងអត់មានគ្រូដែលតាមស្អិតល្មួតយើងទេដាក់កំហិតយើងទេមើលយើងដិតដល់ទេឬមួយវាយគួរតម្រង់យកផ្ដៅមកវត្តយើងទេយើងប្រកាសជាអត់មានចំណេះដឹងឬមួយអត់ត្រង់កតុយទេពីព្រោះបងប្អូនត្រូវដឹងថាយើងយកចិត្តយើងគេថាបើសិនជាបងប្អូនជាសិស្សវិញណាបងប្អូនសម័យមើលបើសិនជាបងប្អូនជួបគ្រូដែលមិនខ្វល់មិនអីតើបងប្អូនរៀនចេះគឺអត់ទេអញ្ចឹងលោកគ្រូហេតុអីមើលទៅលោកគ្រូដូចកាចម៉េះលោកគ្រូដូចម៉ត់ចត់ម៉េះមានបងប្អូនជាច្រើនពួកជំនុំដែលគាត់ដើរចេញដែលគាត់មើលហើយគាត់ឈប់មើលពេលខ្លះគាត់ដល់រហូតដល់គាត់ធ្លាក់ខ្លួន back slide គាត់ចាប់ផ្ដើមវក់វែងនៅលោកីគាត់ចាប់ផ្ដើមតែវេវគាត់មកទៀតដែរគាត់មកទៀតស្ដាប់ទៅរៀងចូលនេះហើយចាប់ផ្ដើមគាត់សាច់ឈាមគាត់រៀងមានកម្លាំងអីចឹងទៅគាត់លេងទេវេគាត់មើលឃើញលោកគ្រូនឹងតឹងទៀតណាធ្វើអីទេទៅទៀតអីចឹងបាទណាលោកគ្រូគាត់អត់មានសិទ្ធកាត់ស្រាយអាថាតាមអារម្មណ៍គាត់ទេតាមត្រូវចិត្តពួកជំនុំមកថ្មីពួកជំនុំចាស់វ័យចំណាស់វ័យក្មេងឬមួយអត់មានមកកាត់ស្រាយឲ្យត្រូវចិត្តយើងអ្នកទស្សនាអ្នកស្ដាប់ទេអ្វីដែលលោកគ្រូបកស្រាយនៅក្នុងព្រះបន្ទូលគឺត្រូវចិត្តព្រះបងប្អូនដឹងហើយការរស់នៅដើរជាមួយព្រះអង្គគឺពេលដែលយើងគប់ចិត្តតែព្រះមួយគឺយើងមានសេរីភាពតែព្រះថាត្រូវហើយមនុស្សណាថាខុសក៏យើងអត់ខ្វល់ដែរពីព្រោះបើព្រះថាត្រូវហើយមានណាកាត់ក្តីលើសព្រះទៀតអញ្ចឹងលោកគ្រូគាត់ឆ្លាតគាត់ដឹងថាដល់ពេលដែលគាត់ស្ដាប់ព្រះអង្គប្រសូសៀងព្រះអង្គបានឲ្យបង្រៀនឲ្យបញ្យលពីរបៀបអញ្ចឹងគឺគាត់អ្នកឯងធ្វើបានអាហ្នឹងធ្វើមិនបើលោកគ្រូគាត់ប្រឹងធ្វើដូចគ្នាហ្នឹងព្រោះយើងលោកគ្រូបរៀនត្រូវតែកពីហ្នឹងអ្នកខ្លះថាលោកគ្រូបរៀនតឹងលោកគ្រូចង់ឲ្យគ្រូបរៀនធូរបរៀនអីចាអត់ទេក្នុងកពីមួយគឺអាចបរៀនតាមអារម្មណ៍តាមចិត្តយើងបានទេព្រះដាក់ឲ្យយើងធ្វើប៉ុណ្ណាលោកគ្រូបរៀនប៉ុណ្ណឹងបញ្ញត្តិព្រះអង្គមានប្រមាណប្រាប់ប៉ុណ្ណឹងចាលេវីវិន័យយើងរៀនហើយវិន័យរបស់សង្ឃវិន័យរបស់ពួកយើងដែលជាពួកលេវីត្រូវធ្វើអីខ្លះបរៀនអស់សេចក្តីយើងធ្វើបានយើងមិនលះកាត់យើងអីយើងថាតឹងតែអ្នកដែលលះកាត់ហើយអ្នកដែលសម្រាប់និស័យសាច់ឈាមគេថាត្រូវខ្នាតគេសบายចិត្តគេទទួលយកអាហ្នឹងវាអញ្ចឹងបានខ្ញុំថាមេរៀនថ្ងៃនេះគឺយើងត្រូវចោះចូលគ្រប់ទាំងស្រុងចោះចូលទាំងស្រុងជាមួយច្បាប់របស់ព្រះអង្គពីព្រោះព្រះអង្គប្រាប់ហើយថាយើងគឺជាសង្ឃជាពូជដ៏ជាគេអកជាសះតំណាងឲ្យឋានសួគ៌អ
ចឹងបងប្អូនត្រូវដឹងថាបន្ទាប់ពីព្រះគឺយើងហ្នឹងឯងគឺជាព្រះដែលព្រះអង្គឲ្យសិទ្ធឲ្យអំណាចយើងមកលើផែនដីដើម្បីឲ្យយើងជាទូតតំណាងឲ្យព្រះគ្រីស្ទនៅពេលដែលយើងជាទូតតើទូតត្រូវធ្វើអ្វីទូតគឺមានន័យថានាំសារនាំអ្វីទូលទៅកាន់បិតាយើងឲ្យនៅឯឋានសួគ៌រាល់ការគ្រប់គ្រងរាល់ប្រាក់ខែរាល់ស៊ីចុករាល់ចំណាយរាល់សេដ្ឋកិច្ចរាល់បញ្ហារាល់អ្វីដែលយើងជួបគឺនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គម្ចាស់ទាំងអស់ទេវតាឋានសួគ៌ទាំងអស់អញ្ចឹងបងប្អូនទាំងអស់គ្នាបានខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាថាបើសិនជាចង់ឲ្យព្រះអង្គប៉ាវស៊ីប៉ាវចុកទាំងស្រុងលើជីវិតយើងស្ដាប់យើងរៀបចំជីវិតយើងឲ្យ perfect អ្វីដែលបងប្អូនត្រូវធ្វើគឺចុះចូលទាំងស្រុងជាមួយព្រះអត់លក្ខខណ្ឌអត់មានហេតុផលអត់មានចំនួននេះខ្ញុំវាយប្រពន្ធនេះខ្ញុំរៀនបានប៉ុណ្នេះខ្ញុំអត់ទាន់ឆ្លងកាត់រឿងនេះអើខ្ញុំនៅចង់សប្បាយរឿងនេះអត់មានហេតុផលទេពីព្រោះព្រះដឹងថាពីមកដំណាក់កាលទៅមកដំណាក់កាលឲ្យយើងជួបឲ្យយើងឆ្លងព្រះអង្គដឹងយើងឆ្លងផុតយើងរៀនយើងត្រូវរៀនថ្នាក់ហ្នឹងពេលដែលយើងរៀនទី1ទី2ទី3យើងត្រូវឡើងទី4ហើយយើងមិនអាចរៀនទី3ហើយយើងប្រឡងជាប់ហើយយើងមករៀនទី2វិញបានទេប៉ុន្តែគ្រប់គ្នាអត់ព្រមចង់ឡើងថ្នាក់ឯងរៀនទី3នៅទី3រៀនទី3ចង់ចូលទី2រៀនទី2នៅចូលទី1 1 2 3 3 2 1គឺមានន័យថានៅពេលដែលយើងជួបជីវិតអាមេរៀនដែលយើងធ្លាប់រៀនយើងចេះហ្នឹងយើងសប្បាយអូយសប្បាយយើងអត់ចង់ទៅអាថ្មីទេអាថ្មីវាត្រូវលះកាត់វាត្រូវហត់ត្រូវទិញមេរៀនត្រូវព្យាយាមគឺពិបាកគិតហើយយើងសម័យអត់ចេញទេថាយើងនឹងនេះអីអញ្ចឹងបានខ្ញុំប្រាប់បងប្អូនថាអាសាច់ឈាមហ្នឹងដោយលោកគ្រូគាត់មានប្រសាសន៍ថាអេស៊ីប៉ះដើរថយក្រោយពីមុនបាការ៉ាអូខេស្រីញីអូនបងសប្បាយយើងលះកាត់ហើយយើងលះកាត់ហើយចិត្តជាប់ហើយនៅពេលដែលផ្លេចខ្លួនចាជំនឿយើងខ្សោយយើងគេថាខ្សែគប់ជាមួយអ្នកដែលសាច់ឈាមធ្វើឲ្យយើងនេះចាប់ផ្ដើមទៅថ្នាក់ទី2ទី1វិញគឺអាធ្លាក់ថ្នាក់ហ្នឹងមានអានិស័យចាស់នឹងឯងចាអញ្ចឹងតើបងប្អូនព្រមចោះចូលមួយព្រះអង្គឯងការចោះចូលមួយព្រះអង្គវាអត់ស្រួលទេហើយបងប្អូនតែងតែគិតថាចេះមិនថាខ្ញុំទេខ្ញុំក៏ធ្លាប់គិតដែរពីព្រោះវិញ្ញាណហ្នឹងវាចូលតែមួយឯងខ្ញុំក៏ដោយអ្នកណាក៏ដោយគិតថាលះកាត់អត់ដឹងបានអីលះកាត់លេងធ្វើអីបានលះកាត់ដូចពេលដែលវាមិនដែលទេព្រះអង្គវ័យប៉ុណ្ណឹងហើយឲ្យខ្ញុំមានបានប៉ុណ្ណឹងហើយខ្ញុំលះកាត់អត់ទៅសូវជួបគេអត់ទៅដើរក្នុងសង្គមអត់របៀបនេះអីចឹងងាប់ហើយដូចតែវាមិនសមណាវាដូចជានេះហ่าហើយដល់ពេលចឹងយើងហេតុផលយើងគ្រប់យ៉ាងទាំងអស់ហើយយើងគិតថាការលះកាត់អញ្ចឹងណាវាទៅជាធ្វើឲ្យយើង stress ទៅវិញវាមិនមែនជាគិតថាវាជាពោវាជាការដែលព្រះអង្គចង់ដោះយើងព្រះអង្គចង់យកយើងមកក្នុងលបងការពារពីព្រោះតិចទៀតនឹងមានគោដំរីជ្រូកមាន់ទាវវាមកជុលយើងហើយព្រះអង្គឲ្យយើងលះកាត់ដើម្បីឲ្យយើងចូលក្រោលមានន័យលះកាត់ហ្នឹងមានន័យឲ្យយើងចូលក្នុងក្រោលរបស់ព្រះឲ្យយើងមានការការពារមានរនាំងពីព្រោះព្រះអង្គដឹងថាតិចទៀតមានទឹកជំនន់មានអគិភ័យមានបន្ទុះភ្នំភ្លើងមានខ្មាំងសត្រូវមានពួកហែកហួរមានអ្នកដែលចង់កៅថាខ្ញាំយើងវងស្វានវានឹងនេះបងថាបើឯងមិនលះកាត់ទេឯងនឹងជួបហើយចាហើយយើងមើលអត់ឃើញទេយើងគិតថាផ្លូវដែលយើងកំពុងដើរហ្នឹងវាសបាយចាយសបាយដើរសបាយហឺហាសបាយគេសរសើរសបាយមុខមាត់ទៅណាមកណាគេឲ្យតម្លៃរបៀបគឺអ្វីដែលយើងចង់បានគឺលោកីទាំងអស់ហ្នឹងហើយបានខ្ញុំប្រាប់បងប្អូនថាលទ្ធផលចុងក្រោយនៃលោកីគឺវិនិច្ឆ័យវាដឹងតែយើងចង់បានអីវាឲ្យយើងវានាំយើងវាតងដូចស្លើយដើរទៅមានអីទៅដល់ស្វាងចេះគឺវាដល់វាខោកខ្ញុំកញ្ញក់ឃ្លុះហើយភ្លើអញបោកហើយទេវាយកយើងទាំងអស់យកហើយផលិតផលចុងក្រោយមករកព្រះអញ្ចឹងខ្ញុំប្រាប់បងប្អូនណាចាព្រះពន្លាស្រាប់តាប្រាប់គួរតម្រង់ភាសាទាំងសាច់ឈាមទាំងបលឹងវិញ្ញាណទាំងផ្លូវក្នុងផ្លូវក្រៅទាំងអាភាសាត្រឹមត្រូវភាសាគេហៅថាសលុតគំរាមចាប់បខំចាសុភាពរៀបសារលួងលោមមានគ្រប់ម៉ោងចាហើយភាសាបែបយ៉ាងនិយាយថាគឺអស់ហើយមកសរាប់តាគឺគ្រូលោកគ្រូអ្នកគ្រូនិយាយអស់សេចក្តីហើយតើបងប្អូនសួរថាបើបងមានអាតិចកាត់ស្បែកមានអាចិត្តគំនិតបន្ទាបខ្លួនចោះចូលណាបងប្អូនខ្ញុំជឿថាស្វែងយល់បងប្អូននឹងចេះហើយពីព្រោះសរាប់តាមិនមែនមានតែគ្រូមួយបង្រៀនតែមួយទេពីព្រោះមានអាហារច្រើនមែនតើបើសិនជាបងប្អូន
ឃ្លានមែនណាចំណីអាហារដាក់លើតុនេះចង់មកលៀនមកឲ្យតថាយកដៃលុកញ៉ាំគឺវាឆ្អែតហើយប៉ុន្តែអ្វីដែលពួកបរិសុទ្ធពួកអ្នកដែលគាត់ស្រឡាញ់និស័យសាច់ឈាមគាត់មិនខ្ចីយកដៃគាត់លុកយកទេគាត់ដេកហាមាត់ចេះរហូតដល់អាម្ហូបនឹងធ្លាក់មកអញ្ចឹងបងប្អូនទាំងអស់គ្នាតើបតោសអ្នកណានៅពេលដែលពួកយើងទាំងអស់គ្នានេះនិយាយទៅកាន់បងប្អូនលើកទឹកចិត្តយកពិសោធន៍ដល់ពេលខ្លះនិយាយឲ្យដឹងគេខឹងទៀតអូខ្ញុំចេញមកគ្លៀបម្ដងមិនអត់ខ្វះអ្នកខឹងទេគេថាយើងឌៀលគេថាយើងថាឲ្យគេថាយើងមើងងាយគេថាយើងអំនួតគ្រប់យ៉ាងទាំងអស់ខ្ញុំសួរថាបើខ្ញុំមិននិយាយសួរថាខឹងវាគាត់ជាខឹងប៉ុន្តែខ្ញុំដឹងតែទៅពេលដែលវិញ្ញាណនឹងវាចេញទៅបងប្អូនលេងខឹងខ្ញុំហើយពីព្រោះខ្ញុំស្គាល់ខ្លួនឯងថាខ្ញុំនិយាយដើម្បីអីខ្ញុំនិយាយបើមនុស្សវាមិនដែលដឹងគេខឹងឯនៅតែនិយាយទៅមុខក្រាស់កំពុកមុខក្រាស់ទៅអីពីព្រោះខ្ញុំដឹងថាព្រះបានត្រាស់ឲ្យខ្ញុំធ្វើរឿងមួយហ្នឹងហើយបើខ្ញុំមិននិយាយអ្នកណាមកនិយាយដោយលោកគ្រូគាត់មានប្រសាសន៍អញ្ចឹងគាត់ដឹងតែនិយាយទៅគេខឹងគេនិយាយទៅគេមិនចូលចិត្តហើយសួរថាឲ្យគាត់ឈប់និយាយមិនកើតបើព្រះអង្គហៅគាត់មកធ្វើរឿងមួយហ្នឹងបើយើងមិននិយាយអ្នកនេះអញ្ចឹងបានខ្ញុំប្រាប់ថាបងប្អូនទាំងអស់គ្នារឿងខ្លះយើងមិនបំរើព្រះនៅតែជាព្រះទេព្រះនឹងប្រើការងារហ្នឹងទៅឲ្យអ្នកផ្សេងហើយយើងទៅធ្វើអីបើយើងមិនបំរើព្រះយើងមិនទៅបំរើលោកីហើយសួរថាបើយើងនិយាយមិនឲ្យត្រូវចិត្តព្រះយើងមិននិយាយត្រូវចិត្តលោកីត្រូវអត់អញ្ចឹងសួរថាយើងនិយាយត្រូវចិត្តព្រះអង្គបងព្រះអង្គឲ្យយើងប្រើមាត់យើងនេះទៅដាស់តឿនបងប្អូនទៅនិយាយទៅសួរទៅខឹងគេខឹងកូនទៅតិចទៅគេបាត់ខឹងហើយទៅពេលគេស្វាងគេបាត់ខឹងខ្លួនឯងហើយតែអញ្ចឹងបាទខ្ញុំចង់និយាយថាដើរមួយព្រះនៅពេលដែលយើងកាន់តែសម្រួចគោលដៅកាន់តែមានជីវិតរស់នៅឲ្យដូចជាព្រះខំប្រឹងសម្អាតខ្លួនអ្នកដែលគេមិនព្រមសម្អាតគេនឹងមួម៉ៅយើងអូអញច្រាញ់ឯងណាធ្វើឯងសម្អាតស្អីធ្វើឯងនិយាយបោសុតដូចម្នាក់ឯងចឹងធ្លាប់ធ្វើបាបសោះណាមិនធ្លាប់ខ្ញុំធ្លាប់តាខ្ញុំធ្លាប់ខ្ញុំនិយាយថាអត់បោសុតជាងបងប៉ុន្តែឥឡូវខ្ញុំដឹងអានឹងបាបខ្ញុំដឹងថាអានឹងវាកខិចខ្ញុំដឹងថាទង្វើហ្នឹងវាអត់ល្អខ្ញុំយកមកប្រាប់ខ្ញុំធ្លាប់ធ្វើហើយខ្ញុំប្រាប់ថាកុំធ្វើអានឹងដូចខ្ញុំទៀតកុំបន្តធ្វើរឿងហ្នឹងទៀតវាខុសហើយយើងនាំគ្នាសម្អាតទាំងអស់គ្នាដើម្បីថ្ងៃដែលព្រះអង្គយាងមកជើងទី1យើងបានទៅពីព្រោះព្រះអង្គប្រាប់ថាបើសិនជាយើងមិនបរិសុទ្ធយើងអត់ជួបព្រះទេហើយបើយើងមិនស្អាតយើងមិនរកឋានសួគ៌នៅលោកីឃើញទេយើងមិនមានសេរីភាពនៅលោកីទេយើងក៏អត់មានវត្តមាននៅសេរីភាពនៅឯនគរឋានសួគ៌ដែរគ្រប់គ្នាតែងតែឃើញថាអ្នកស្រាប់តាពេលនិយាយ live ផ្សេងលះកាត់ស្អីតែនៅខាងក្រៅដូចផ្សេងអញ្ចឹងយ៉ាមិនខ្ញុំបងប្អូនប្រាប់ឲ្យយល់ពីជីវិតអត្តចរិតការរៀបរបៀបរបបគឺជីវិតគេរស់នៅមនុស្សយើងភាគច្រើនតែងតែរស់នៅឲ្យត្រូវមាត់មនុស្សចាអូខ្ញុំធ្វើអញ្ចេះបានគេអត់និយាយដើមខ្ញុំសំដែងចេះបានគេអត់និយាយដើមខ្ញុំខ្ញុំធ្វើម៉េចបើខ្ញុំធ្វើអញ្ចឹងទីគេនិយាយដើមខ្ញុំមកបងប្អូនលោកីគឺអាហ្នឹងគឺផ្លូវរបស់លោកីនៅពេលដែលយើងដើរជាមួយព្រះឲ្យប្រាជ្ញាយើងហើយខ្ញុំប្រាប់ថាមានព្រះពេលដែលជំនឿយើងកាន់តែធំមិនមែនយកអត់ចេះខុសទេមិនមែនសារតាំងវាអត់ចេះកុហកយើងទេមិនមែនយកអត់ចេះខ្សោយទេរឿងខ្លះយើងធ្វើយើងដឹងថាអាហ្នឹងវាជាកំហុសប៉ុន្តែនៅពេលដែលយើងពេញដោយព្រះវិញ្ញាណនៃព្រះគួរតម្រង់យើងព្រះអង្គខ្ញុំសុំទោសខ្ញុំឈប់ខ្ញុំនឹងកែប្រែវាអត់អាចថាយើងមិនមែនទេវតាទេយើងមិនមែនគេថាដូចជាព្រះមើលមកគឺត្រូវគ្រប់ជ្រុងទេអញ្ចឹងមិនថាជឿព្រះកុំមើលមនុស្សជឿព្រះមិនបាច់មើលមនុស្សទេសូម្បីតែខ្ញុំរងថ្ងៃខ្ញុំអត់ perfect ទេជីវិតខ្ញុំដូច7អំពែអញ្ចឹងថ្ងៃណាខ្ញុំដើរលេងថ្ងៃណាខ្ញុំថតលេងថ្ងៃណាខ្ញុំបរហោះលក់នាឡិកាថ្ងៃណាខ្ញុំថត clip jet ski ជិះលេងថ្ងៃណាទៅខ្ញុំដើរមួយព្រៃប្រពន្ធកូនខ្ញុំទៅខ្ញុំមានពួកម៉ាក់ទៅខ្ញុំទៅណាទៅណៃតែឯងទៅគឺជីវិតខ្ញុំគឺគេហៅថាអ្វីដែលខ្ញុំចង់ធ្វើអ្វីខ្ញុំរាប់ថាគ្រប់យ៉ាងទាំងអស់ខ្ញុំអត់បំពេញអ្នកណាខ្ញុំជាសេចក្តីសុខខ្ញុំអស់ហ្នឹងវាអត់អាចទាខ្ញុំឆ្ងាយពីព្រះទេខ្ញុំអត់អាចធ្វើគ្រាន់តែខ្ញុំធ្វើរឿងហ្នឹងខ្ញុំអត់អាចទៅធ្វើបាបទេខ្ញុំគិតថាអាហ្នឹងអត់ខុសទេខ្ញុំធ្វើហើយខ្ញុំអត់មានអ្វីដែលខ្ញុំគឺខ្ញុំខណ្ឌិតមួយព្រះខ្ញុំខណ្ឌិតជាមួយខ្លួនឯងថាបើខ្ញុំធ្វើរឿងហ្នឹងវាធ្វើឲ្យខ្ញុំធ្លាក់ក្នុងសេចក្តីល្បួងអត់បើខ្ញុំធ្វើសកម្មភាពបែបហ្នឹងឬទៅកន្លែងហ្នឹងតើវានឹងទាញខ្ញុំដើរក្នុងផ្លូវលោកីលេង100ព្រះអត់បើខ្ញុំច្បាស់ថាខ្ញុំទៅគ្រាន់តែទៅប៉ុណ្ណឹងខ្ញុំអត់អីខ្ញុំធ្វើអីអញ្ចឹងខ្ញុំវាអត់មានប៉ះពាល់ដល់ជំនឿខ្ញុំនៅតែមន់ខ្ញុំនៅតែគ្រប់គ្រងអារម្មណ៍ខ្ញុំវិញ្ញាណខ្ញុំបានខ្ញុំធ្វើហើយខ្ញុំអត់មានខ្វល់រឿងមនុស្សវិភាគខ្ញុំថាអូអ្នកគ្រូស៊ូអាត្រូវអ្នកគ្រូស៊ូអាមិនត្រូវធ្វើនេះត្រូវអូមិនសមណាសោះអូឡើងសិនលើឆាកអូ
តរោស៊ីអីចឹងយ៉ាចុះអាហ្នឹងគឺវល់គឺយើងវល់យើងពេលដែលយើងមានសេរីភាពបានគឺមានតែយើងស្គាល់ខ្លួនឯងច្បាស់យើងស្គាល់ខ្លួនឯងយើងស្គាល់ព្រះយើងស្គាល់ខ្លួនឯងហើយយើងស្គាល់សត្រូវយើងថាផ្លូវដែលយើងដើរមកពីណាហើយនៅពេលដែលយើងដឹងថាផ្លូវហ្នឹងវាដៅហើយយើងឈានច្រឡំឈានជន់មកចំហៀនហើយយើងដឹងយើងដកថយមកវិញចាវាដូចជាកបិតចឹងយើងហាន់យើងដឹងថាអាហ្នឹងវាមុតវាច្រឡំមុតដៃយើងមកឆាច់ហើយវាចេញឈាមទូចហើយយើងដឹងអូអានេះមុតហើយយើងប្រយ័ត្នយើងយកបងបិទដបៅហើយអាហ្នឹងបើសិនជាយើងកាន់កបិតហ្នឹងទៀតយើងត្រូវប្រយ័ត្នឬមួយក៏យើងឈប់ប្រើអាហ្នឹងអញ្ចឹងបានខ្ញុំប្រាប់ថាពេលខ្លះតតែមានរបួសតតែជួបតតែភ្លក់បានយើងដឹងថាវាឈឺហើយឲ្យចេះរៀងអត់បើបកការវាយផ្ចាលផងព្រះអង្គការលបងលោផងព្រះអង្គវាខុសពីសេចក្តីលបួងផងអរិយសេចក្តីលបួងផងអរិយចេតនាវាឲ្យយើងធ្លាក់បញ្ហាដែលចូលមកកាន់ជីវិតបងប្អូនណាបងប្អូនត្រូវដឹងថារឿងក៏ដោយបញ្ហាក៏ដោយសេដ្ឋកិច្ចក៏ដោយការធ្លាក់ចុះក៏ដោយជំងឺក៏ដោយបងប្អូនត្រូវចេះវិភាគពីហ្នឹងមកពីព្រះឬមួយការលបងលោរបស់ព្រះឬមួយក៏សេចក្តីលបួងផងអរិយសាតាំងអញ្ចឹងនៅពេលដែលយើងយល់យើងចេះបែងចែកបានយើងដឹងថាអូព្រះលបងលោជំនឿព្រះលបងលោឲ្យខ្ញុំដឹងពីជំនឿខ្លួនឯងដឹងពីកំសោយខ្លួនឯងដឹងថាខ្លួនឯងបើសិនជាខ្ញុំប៉ັດជាបានអាហ្នឹងខ្ញុំនឹងភ្លេចព្រះហើយអញ្ចឹងយើងព្រមថាអូខ្ញុំទទួលស្គាល់ឲ្យព្រះអង្គថាខ្ញុំប៉ັດជាខ្សោយអញ្ចឹងខ្ញុំព្រមខ្ញុំលែងដើរផ្លូវហ្នឹងខ្ញុំព្រមលះកាត់របស់ហ្នឹងខ្ញុំលែងចង់បានអាមួយហ្នឹងអញ្ចឹងខ្ញុំសុខចិត្តលះកាត់ពីព្រោះខ្ញុំដឹងខ្ញុំទទួលស្គាល់បើសិនជាខ្ញុំបានខ្ញុំនឹងដើរឆ្ងាយពីព្រះអូខេអាហ្នឹងគេហៅចោះចូលទាំងស្រុងបាញ់ឈប់អញ្ចឹងខ្ញុំនិយាយពីបន្ទាល់ខ្ញុំមួយដែលខ្ញុំដែលខ្ញុំដើរជាមួយព្រះអង្គមានរឿងជាច្រើនដូចខ្ញុំធ្លាប់ខ្ញុំនិយាយឲ្យថាខ្ញុំធ្លាប់ធ្វើការរកស៊ីខាងផ្នែកអគ្គិសនីផងតាមលក់អនឡាញនៅសៀមរាបផងហើយខ្ញុំឡើងមកពេញហើយជីវិតខ្ញុំនៅពេលដែលខ្ញុំជោគជ័យអីមួយព្រះអង្គតែងតែរុញខ្ញុំទៅមកកន្លែងទៀតអញ្ចឹងខ្ញុំបន្ទាប់ពីខ្ញុំជោគជ័យជាមួយសេវាករអគ្គិសនីចប់គឺព្រះអង្គឲ្យខ្ញុំលក់ហ្នឹងគឺរុញទៅដល់ខ្ញុំធ្វើខាងលក់អនឡាញឡើងក្នុងប្រទេសក្រៅប្រទេសទៅចិនទៅអីកំងឲ្យបានជាយន្តហោះអីចឹងទៅបន្ទាប់ពីខ្ញុំជោគជ័យខ្ញុំលក់ដីបានខ្ញុំអធិដ្ឋានព្រះអង្គឲ្យពោខ្ញុំតេះជាប់ខ្ញុំយល់ពីសង្គមខ្ញុំយល់ពីអនឡាញខ្ញុំចេះឡាយខ្ញុំមានភាពក្លាហានខ្ញុំលក់បានលុយខ្ញុំមានម៉ួយក្នុងដៃខ្ញុំលក់បានមួយថ្ងៃរាប់ពាន់ខ្ញុំយល់ពីអាហ្នឹងព្រះអង្គរុញខ្ញុំមកបំពេញបន្ទាប់ពីខ្ញុំរស់ស៊ីទាំងស្រុងជាមួយព្រះអង្គនៅសៀមរាបហើយខ្ញុំឡើងមកបំពេញខ្ញុំចាប់ផ្ដើមញែកពេល50ពីការរស់ស៊ី50ពីការបម្រើព្រះ50រហូតដល់ពេលយើងចាប់ផ្ដើមយល់ពីការញែកត្រួតត្បូងវិវល់ហើយចាវាដូចជាក្លុកទឹកក្លុកចឹងយើងអត់ដឹងពេលណាបំរើពេលណាឡាយពេលណាលក់ពេលនឹងបែងចែកកូនចៅ stress គឺគេហៅថាដូចគឺហៅថាអើយគឺចាប់អត់ជាប់ទេគឺចាប់ផ្ដើមវល់រហូតដល់ពេលនេះបានខ្ញុំដឹងថាព្រះអង្គអាចឲ្យយើងយល់ពីការបែងចែកពេលវេលាឲ្យយើងដឹងថាពេលណាគួរធ្វើអីពេលណាគួរធ្វើអីអ្វីដែលយើងគួរលះកាត់ចាអញ្ចឹងបានខ្ញុំប្រាប់បងប្អូនទាំងថ្ងៃនៅពេលដែលយើងមនុស្សដែលស្គាល់ពេលស្គាល់វេលាដឹងពេលដឹងវេលាចេះរៀបចំពេលគឺយើងចំណេញខ្លាំងពីព្រោះមួយសប្តាហ៍7ថ្ងៃបើសិនជាយើងអត់ចេះរៀបពេលវេលាទេគឺយើងធ្វើបានតែ1រឿង2រឿង3រឿងទេតែសម្រាប់ខ្ញុំអរគុណព្រះអង្គដែលព្រះអង្គឲ្យខ្ញុំមានប្រាជ្ញាដែលខ្ញុំធ្វើការងារអីរ៉ូស៊ីអីឬមួយក្នុងពេលមួយថ្ងៃហ្នឹងខ្ញុំអាចធ្វើរឿងជាច្រើនហើយវាអត់មានអីជាបន្ទុកសម្រាប់ខ្ញុំក្នុងមួយរឿងវាអត់មានឲ្យខ្ញុំត្រូវគិតរាប់ថ្ងៃរាប់ខែ stress នេះឯងពេលខ្លះរឿងចេញពីមួយរឿងចូលមួយរឿងចេញពីមួយរឿងចូលមួយរឿងព្រះអង្គឲ្យប្រាជ្ញាយើងក្នុងការដែលរៀបចំជីវិតយើងពេញដោយសេរីល្អរបស់ព្រះចាអញ្ចឹងបងប្អូនទាំងអស់គ្នាអានេះវាជាអំណោយទានដែលព្រះឲ្យប្រាជ្ញាយើងក្នុងការដឹងពេលដឹងវេលាចេះចោះចូលជាមួយព្រះអង្គហើយជីវិតដែលខ្ញុំចោះចូលមួយព្រះអង្គនៅពេលដែលខ្ញុំកំពុងតែជោគជ័យព្រះអង្គថាឲ្យខ្ញុំប្រឈប់ខ្ញុំចោះចូលខ្ញុំប្រឈប់មិនមែនលឺហើយចោះចូលស្រួលទេអត់ស្រួលទេតែយើងដឹងថាបើសិនជាយើងនៅតែឌឺយើងនឹងត្រូវថ្មោងពីព្រោះយើងស្គាល់ព្រះច្បាស់នៅពេលដែលយើងស្គាល់ព្រះច្បាស់យើងអត់ហ៊ានឌឺមួយព្រះទេយើងសុខចិត្តចោះចូលហើយយើងលះកាត់រឿងហ្នឹងមួយចាវាដូចជាឧទាហរណ៍ថាខ្ញុំកំពុងលក់នាឡិកាខ្ញុំចង់ទៅបើកហាងកាហ្វេខ្ញុំបើកហាងកាហ្វេណាចាខ្ញុំបើកហាងកាហ្វេចាប់ផ្ដើមខ្ញុំបើកហាងកាហ្វេខ្ញុំត្រូវរត់ទៅរត់មកតែកាហ្វេខ្ញុំជោគជ័យចាប់ផ្ដើមលក់ដាច់រយៈពេលមួយអាទិត្យខ្ញុំចាប់ផ្ដើមលេងមានពេលមួយព្រះហើយខ្ញុំចាប់ផ្ដើម
3 ថ្ងៃនាឡិកា3ថ្ងៃកាហ្វេ3ថ្ងៃនាឡិកា3ថ្ងៃកាហ្វេអញ្ចឹងពេលវេលាក្នុងការបម្រើថ្ងៃផ្សេងៗចាប់ផ្ដើមមានលុយមានអារម្មណ៍ល្អប៉ុន្តែការដើរបម្រើព្រះគឺបាត់បង់ខាតបង់ឬមួយក៏ខាតពេលធ្វើឲ្យយើងដើរផ្លូវថយក្រោយធ្វើឲ្យយើងហើយចាប់ផ្ដើមវិញ្ញាណយើងវឹងសងខួរក្បាលយើង stress យើងគិតច្រើនច្បោកច្បល់មួម៉ៅច្រើនជាងមុនមានតលុយមែនមានតលុយមែនលុយហូរចូលមែនប៉ុន្តែ stress ជាងមុនបញ្ហាជាងមុនខឹងគេជាងមុនអត់ពេលរកព្រះជាងមុនគឺសាច់ឈាមលើមុនអាហ្នឹងមិនមែនផ្លូវព្រះទេមិនផ្លូវព្រះទេដឹងហើយតាមរយៈសារឧទាហរណ៍ថ្នាក់ដឹកនាំមកគួនស៊ូអាអូនចាប់ផ្ដើមដើរថយក្រោយហើយស៊ូអាអូនចាប់ផ្ដើមចេះឬមួយមកបើតាមរយៈថ្នាក់ដឹកនាំគួរតម្រង់ផងឧទាហរណ៍ខ្ញុំឧទាហរណ៍ឲ្យវាមិនជឿងប៉ិតទេអញ្ចឹងបាទខ្ញុំដឹងថាចោះចូលគ្រប់ទាំងស្រុងពាក្យថាចោះចូលគ្រប់ទាំងស្រុងមានន័យថាអាផ្លូវលក់កាហ្វេហ្នឹងយើងខុសហើយអរិយវាបោកយើងទេវាឲ្យតលុយយើងមែនប៉ុន្តែវាឲ្យយើង stress វាឲ្យយើង depression វាឲ្យយើងជួបបញ្ហាវាឲ្យយើងមួម៉ៅវាឲ្យយើងឆ្ងាយចេញពីព្រះអញលក់ឲ្យចោលអញបិទឈប់លក់ឲ្យទៀតគឺដឹងតែផ្លូវហ្នឹងវាមិនមែនមកពីព្រះអរិយវាបោកយើងអរិយវាបោកយើងចោះចូលទាំងស្រុងមិនមែនថាព្រះអង្គខ្ញុំសុំលក់សិនអត់ទេព្រះអង្គអីមើលមិនមែនទេអីហើយហេតុផលហ្នឹងគឺអាហ្នឹងអត់ហៅថាចោះចូលទេពាក្យថាចោះចូលគឺបត់ហាងកាហ្វេចោលទោះបីកំពុងតែកោបលុយក៏ដោយដឹងថាអាហ្នឹងមិនមែនផ្លូវព្រះហើយបញ្ចប់ខ្លួនឯងមកអង្គុយលក់នាឡិកាវិញហើយយកពេលទៅនេះដដែលអាហ្នឹងបាទខ្ញុំប្រាប់បងប្អូនថាពាក្យថាចោះចូលគឺមានតែយើងលឺយើងដឹងថាផ្លូវហ្នឹងមិនមែនមកពីព្រះហើយយើងកាត់អស់ឈូសគឺគេគោះតាំងមកឈូសទៅទៀតគឺអត់មានឲ្យសល់បានសំបីតែឲ្យផ្លូវឲ្យយើងគិតអត់មានត្រឹមតែបិទតូបសិនទេណាគឺឲ្យរើទាំងតូបរើទាំងទូលក់ទាំងម៉ាស៊ីនកាហ្វេចោលទៀតអាហ្នឹងគេថាបញ្ចប់អាជីកុំឲ្យឃើញសមោលវាបើមិនអញ្ចឹងទេវាមកលងយើងហូតអូយបើកវិញបើកវិញទៅវាមកខ្សឹបយើងរាល់ថ្ងៃអាចទៅយើងលក់ម៉ាស៊ីនកាហ្វេឲ្យមានអីបើកទៀតអីខ្សឹបបាទមានសេរីភាពបាទអាហ្នឹងបាទខ្ញុំប្រាប់បងប្អូនថារឿងជាច្រើនជាពិសេសសម្រាប់យើងអ្នករស់ស៊ីយើងអ្នករស់ស៊ីគឺសំឡេងហ្នឹងវាមកហើយវាឲ្យយើងមហិមាវាថាយើងឆ្លាតអាយឆ្លាតហើយបកកែតំណែងតនេះហើយប្រើទឹកកំណត់ទៅហើយប្រើតែនិយាយទៅហើយបកកែឡាយចឹងវាដាក់ឲ្យយើងហ្មងវាដាក់នុយធំតែលទ្ធផលចុងក្រោយវាបោកយើងទេវាបោកយើងទៅទាសកលវាខ្លាំងយើងអត់បានអីទេចាចឹងបាទខ្ញុំប្រើជីវិតចុងក្រោយខ្ញុំយកពេលបម្រើព្រះសេចក្តីសុខrelax រីករាយហើយបើខ្ញុំរកស៊ីអីគឺខ្ញុំរកឯកជនខ្ញុំអត់រកក្រោមបង្គាប់អ្នកណាទេអត់មានថាយើងត្រូវគោរពមេបជាក្បាលខ្ញុំមកបជាខ្ញុំទៅឲ្យខ្ញុំធ្វើអីក៏បានដែរខ្ញុំធ្វើបាបធ្វើអីក៏បានដែរអត់ទេពីព្រោះខ្ញុំដឹងថានៅពេលដែលខ្ញុំក្រោមការគ្រប់គ្រងផលលកីគឺអត់កើតហ្មងគឺគេថាយើងវិញ្ញាណយើងដួតមួយព្រះផ្ទាល់ហើយហ្នឹងយើងចាប់ផ្ដើមដល់ពេលដែលលោកីគេបជាលើយើងគឺយើង stress ខ្លាំងហ្មងគឺយើងដើរចេញទោះបីបានលុយ